បើសិនជាអ្នកគ្នាជាអ្នកខាត់ប្រើវាហើយអ្នកគ្នាបានមកបោះតង់ឬក៏មើលទេសភាពនៅអាកាសបានម្ដងទេខ្ញុំពិតជាសោកស្ដាយចំពោះអ្នកទាំងគ្នាមែនទែនព្រោះថានៅទីនេះវាស្អាតមែនទែនដែលខ្ញុំទៅខ្ញុំមានអារម្មណ៍ថាចង់ទៅលេងច្រើនដងជាងនេះទៀតព្រោះអត់ដឹងលើកទីម៉ានខ្ញុំទៅច្រើនដងហើយពេលដែលខ្ញុំដើរសម្ភាសអីចឹងទៅគាត់ថាគាត់មិនមែនអ្នកខាត់យើងទេគាត់អ្នកកំពុងធំអ្នកកាចេះអ្នកស្ទឹងត្រៃអីចឹងមិនដឹងគាត់មកបោះតង់លេងនៅនេះព្រោះអីគាត់ថានៅនេះស្អាតតែអញ្ចឹងបើចង់ដឹងថាមានអីខ្លះនៅក្នុងហ្នឹងអូខេចូលមើលចប់អញ្ចឹងចេញមកពីខាងខេត្តណាដែរបងអ្នកខេត្តយើងមកអូកំពុងធំហើយពូមកដល់កន្លែងនេះដែរមើលទៅវាស្អាតដែរអញ្ចឹងពូគិតថាពូមានអារម្មណ៍បែបណាដែរអារម្មណ៍ថារំភើបសប្បាយគឺមកគោលបំណងមកធ្វើអីមកបោះតង់មានសង្សារមានអីអត់អត់មានទេអត់ទេមានសង្សារអីនៅ single មកមានអីនៅសុកសែឈ្មោះអីវិមានបោះមកឈ្មោះពធាស្គាល់ប្រធានស្គាល់អូខេអានេះគឺជាប្រូចាំ vlogger អញ្ចឹងទៅមើល vlog គាត់ផងឃើញគាត់ទៅផុស vlog ហើយទេអញ្ចឹងនេះគាត់កំពុងតែធ្វើត្រីធ្វើអីហ្នឹងចុងភៅទេវតាឥឡូវពួកអាក្មេងៗនេះវាឌឺខ្ញុំខ្លាំងមែនតើវាយករូបសង្សារតាំងលើ screen នេះណាហើយវានិយាយទៅឌឺនេះគឺជា pro ដែលគាត់មកពីខេត្តកំពង់ធំហើយគាត់បានមកបោះតង់នៅអាកាសដែរហើយគាត់ឈៀលមើលពួកខ្ញុំដែរអូសប្បាយមែនតើខ្ញុំឡើងស្អកកអត់តបាត់ទេក្រណាទេខ្លាចក្រណាអូននេះប៉ុណ្នេះបើនឹងបឹបហ៎ខ្ញុំមិនចង់និយាយច្រើនទេអេដមីនណាគាត់និយាយថាខ្ញុំនឹងសិតតែព្រីនារីប៉ុន្តែមើលគាត់ទាំងមើលគាត់ថាលួចថតគេពីក្រោយអញ្ចឹងដូចខ្ញុំបាននិយាយអញ្ចឹងខ្ញុំគឺជាមនុស្សម្នាក់ដែលខ្ញុំស្រឡាញ់ធម្មជាតិមែនតើខ្ញុំស្រឡាញ់ទេសភាពធម្មជាតិស្អាតនៅពេលព្រឹកធ្វើឲ្យខ្ញុំមានអារម្មណ៍ថាស្រស់ស្រាយមែនតើនៅពេលដែលបានឃើញធម្មជាតិហើយនេះគឺជាវីដេអូដែលខ្ញុំត្រូវទៅសម្ភាសបងស្រីគាត់ខ្ញុំដឹងហៅបងហៅអីព្រោះគាត់ខ្ញុំបានសួរអាយុគាត់ប៉ុន្តែខ្ញុំហៅគាត់បងអូខេគាត់ថាគាត់មកពីខាងកាចេះទៅគាត់មកពីកាចេះហើយគាត់មកបោះតង់មកអីដែរជាមួយមិត្តភក្តិគាត់អ្នកខេត្តប្រាភាអញ្ចឹងទៅខ្ញុំមកពីកាចេះអូសិនអ្នកកាចេះទាំងអស់គ្នាមែនអ្នកប្រាភាប្រាភាមែននៅប្រាភាដែរតាស្គាល់មែនហើយមកម៉ាននេះដែរមកគ្នា5 6នាក់យំមិញគេងនៅហ្នឹងមែនបងគេងនៅនេះតាហើយបងឯងទទួលបានអារម្មណ៍បែបណាដែរមកអាកាសាហ្នឹងមកដឹងស្រស់ស្រាយសប្បាយនៅហ្នឹងមានអីយើងចង់និយាយទៅកាន់មិត្តភក្តិយើងដែលថាគាត់ចង់ដើរលេងអីចឹងឲ្យគាត់មកនេះអីចឹងណែនាំឲ្យគាត់មកលេងអាកាសាទាំងអស់គ្នានៅហ្នឹងស្អាតហើយសប្បាយទៀតហ្នឹងអរគុណចា៎បង